នេះគឺជាសកម្មភាពខ្លះៗដែលមករកពងទាជាប្រចាំថ្ងៃតែម្ដងដោយសារតែទាពុកម៉ែបងប្អូនដឹងហើយថាទាកាបវាពងរាល់តែថ្ងៃហ្នឹងឲ្យតែយើងដាក់ចំណីដាក់អីឲ្យវាស៊ីគ្រប់គ្រាន់ទៅវាពងរាល់តែថ្ងៃហ្នឹងអញ្ចឹងព្រឹកឡើងមិនបាច់ចាំទៅធ្វើអីច្រើនទេបងប្អូនព្រឹកឡើងអឺមករកតែពងទាហ្នឹងគឺយកទៅណាអស់ទេមួយថ្ងៃ4ដល់20 30គ្រាប់ហើយចឹងណាបងប្អូនយកបើសិនជាវាពងច្រើនវាពងរាល់ថ្ងៃហ្នឹងឯងបងប្អូនតែថ្ងៃខ្លះក៏វាបានតិចអញ្ចឹងដែរបងប្អូននិយាយទៅការចិញ្ចឹមទាគឺជាមុខរបរមួយដែលអាចបង្កើនប្រាក់ចំណូលបានផងដែរឬក៏គេអាចផ្គត់ផ្គង់ជាសាច់ឬក៏សម្រាប់ពងរបស់វាគឺយើងអាចផ្គត់ផ្គង់នៅក្នុងគ្រួសារបានទាជាសត្វដែលងាយចិញ្ចឹមទេហើយធន់នឹងបរិយាកាសហើយអាចស៊ីចំណីធម្មជាតិបានដូចជាខ្យងក្តាមអីផ្សេងកាកសំណល់អីចឹងណាអាហ្នឹងក៏អាចវាស៊ីបានដែរហើយដើម្បីចិញ្ចឹមទាឲ្យវាមានសុខភាពល្អណាបងប្អូនគួរតែមានការរៀបចំទ្រុងឲ្យបានស្អាតឲ្យមានខ្យល់ចេញចូលបរិយាកាសល្អអញ្ចឹងទៅហើយក៏ត្រូវតែមានការដាក់ទឹកឲ្យវាផឹកអញ្ចឹងណាទឹកផឹកទឹកហែលលេងអញ្ចឹងទៅដោយសារទាវាចូលចិត្តហែលទឹកលេងមែនទែនអញ្ចឹងការរៀបចំទឹកឲ្យវាហែលលេងហ្នឹងគឺល្អណាបងប្អូនហើយទាវាទទួលបាននូវការថែទាំល្អលូតលាស់វាក៏វាបានលឿនដែរបើសិនយើងថែទាំបានល្អការលូតលាស់ការផ្ដល់ពងហ្នឹងក៏វាផ្ដល់ទៅតាមហ្នឹងអញ្ចឹងដែរបងប្អូនហើយជាពិសេសនោះគឺបរិយាកាសហ្នឹងតែម្ដងអានេះដាក់ចំណីឲ្យបងប្អូនចំណីនោះគឺយើងប្រើជាប្រភេទចំណីគ្រាប់ចំណីទីផ្សារទិញគេមកក្រុង50000អញ្ចឹងទៅយើងយកមកដាក់ឲ្យទាស៊ីរាល់ថ្ងៃអញ្ចឹងណាបងប្អូននេះគឺមានការរៀបចំក្រោយបងប្អូនមានដាក់ចំណីដាក់អីឲ្យវាស៊ីខាងក្រៅអញ្ចឹងណាហើយកន្លែងហែលទឹកហ្នឹងធ្វើឲ្យវាហែលទឹកលេងដោយសារតែទាវាចូលចិត្តហែលទឹកចូលចិត្តងូតទឹកអីចឹងណាបងប្អូនតមករើសពងទានៅខាងទ្រុងនៅក្នុងទ្រុងនេះបងប្អូនទាវាពងរាល់ថ្ងៃហើយពងក៏វាច្រើនទៅតាមថ្ងៃដែរថ្ងៃខ្លះក៏វាពងតិចថ្ងៃខ្លះពងច្រើនអញ្ចឹងទៅតែអ្វីដែលសំខាន់បើសិនជាថាយើងចង់ឲ្យវាពងបានច្រើនយើងដាក់តែចំណីឲ្យតែច្រើនទៅបងប្អូនដាក់ចំណីឲ្យវាស៊ីឲ្យគ្រប់គ្រាន់ណាកាលណាទៅវាស៊ីគ្រប់គ្រាន់ពងក៏វាច្រើនទៅតាមនឹងអញ្ចឹងដែរនេះគឺរើសពងដាក់កត្រកដាក់កញ្ច្រែងណាបងប្អូនរើសពងដាក់កញ្ច្រែងហើយអញ្ចឹងទៅឲ្យទ្រុងមិនជាធំអីប្រហែលទេបងប្អូនទ្រុង3ម៉ែត្រចាំទា4-10ក្បាលអញ្ចឹងណាតែបើថាកសិដ្ឋានគេធំគេចិញ្ចឹមរាប់ពាន់ក្បាលអញ្ចឹងទៅមួយថ្ងៃរើសពងរើសឡើងខ្ជិលណាបងប្អូនសារពងវាច្រើនណាកសិដ្ឋានខ្លះចិញ្ចឹម7000ទាអញ្ចឹងណាហើយគេមានស្រះមានដីធ្លាធំអីចឹងទៅគេចិញ្ចឹមហើយព្រឹកឡើងរើសទៅបងប្អូនពងរើសអស់ឡើងគោគ្នាហ្មងណាបងប្អូនអានេះបើតាមដែលខ្ញុំទៅឃើញកសិដ្ឋានគេចិញ្ចឹមតែខ្ញុំចិញ្ចឹមបែបលក្ខណៈគ្រួសារតែបងប្អូនចិញ្ចឹមលក្ខណៈគ្រួសារចឹងព្រឹកឡើងអត់ការងារធ្វើមករើសពងទារើសអីចឹងណាបងប្អូនចឹងរើសពងទាជាប្រចាំថ្ងៃតែម្ដងហើយបើសិនថាចេញវីដេអូទៅប្រិមត្តបងប្អូនឃើញថារើសពងទារាល់ថ្ងៃគ្មានអីប្លែកសោះចុះពងទាយើងចិញ្ចឹមទាណាបងប្អូនចិញ្ចឹមទាទៅវា